ចំណុច0លើបន្តចំនួនចំណុច0អញ្ចឹងចំណុចទៅនៅខាងស្ដាំ0គឺជាចំនួនវិជ្ជមានមាន1 2 3 4 5រហូតដល់មកហើយចំណុចទៅនៅខាងឆ្វេងលេខ0គឺជាចំនួនអវិជ្ជមានហ្នឹងនៅលើបន្តចំនួនអញ្ចឹងហើយចំនួនអវិជ្ជមានសម្គាល់ដោយសញ្ញាដកណាញ៉េសម្គាល់សញ្ញាដកអញ្ចឹងខ្ញុំមានឧទាហរណ៍មួយឧទាហរណ៍ថាខ្ញុំមានដក5បូកនឹង8តើស្មើនឹងប៉ុន្មានដក5បូក8ស្មើនឹងប៉ុន្មានអញ្ចឹងដើម្បីឲ្យដឹងថាស្មើនឹងប៉ុន្មានតោះឥឡូវទៅតាមអានមើលទាំងអស់គ្នាតាមរយៈការបង្ហាញនៅលើបន្តចប់ចំនួនបាទអញ្ចឹងដក5បូក8អញ្ចឹងមានន័យថាយើងរាប់ចេញពីចំណុចដក5នេះឲ្យគ្រប់8ឯកតានេះរាប់មកស្ដាំមកឲ្យគ្រប់8ឯកតាមកដល់ទៅម៉ានគ្រប់8ឯកតាត្រង់ទៅម៉ានត្រង់ហ្នឹងគឺជាចម្លើយតើឥឡូវយើងទៅមើលអរគ្នាឲ្យចេញពីដក5មក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6 7 7 8 ឯកតាកុំណោចឹង8ឯកតាក្រុម8ឯកតាហើយតើ8ឯកតាចំលេខនៅលើបន្តចំនួនចំលេខបានបាទគឺចំនេះគឺចំលេខ3ចំលេខ3អញ្ចឹងមានន័យថាដល់5បូក8គឺស្មើនឹង3នេះស្មើ3យកដាក់មកស្មើបាទ3ដល់ឥឡូវយើងទៅមើលឧទាហរណ៍បន្តទៀតចឹងឧទាហរណ៍បន្តទៀតខ្ញុំមាននេះដល់3បូកនឹង5 7ដល់3បូក7អញ្ចឹងយើងអនុវត្តដោយវិធីមិញដែរបាទអញ្ចឹងយើងរាប់ចេញពីដល់3មករាប់ទៅខាងស្ដាមមកបាទរាប់មកគ្រប់7ឯកតាទៅបានត្រង់ហ្នឹងគឺជាចំឡើយហើយយើងមើលចាប់ដើម2 3 4 5 6 7បាទ7ទំនេះ7ឯកតាបាទ7ឯកតាឃើញទេនេះឯកតា2ឯកតា3ឯកតា4ឯកតា5ឯកតា6ឯកតា7ឯកតាហើយ7ឯកតាចំលេខនៅលើបន្តចំនួនចំលេខបានបាទចំលេខ4អញ្ចឹងមានន័យថាលេខ4គឺជាចំឡាយហើយចម្លើយវាជាចំនួនវិជ្ជមានបាទព្រោះអីវានៅខាងស្ដាមលេខ0បាទជាចំនួនវិជ្ជមានហ្នឹងយល់តាបាទ4